Malenល្អមែនទែន Malen បញ្ជូនមកស្លាប់ខាងឆ្វេងទាញមួយក៏បញ្ជូនចូលកណ្ដាល clear ផ្ដាច់ពីខ្សែការពាររបស់ជប៉ុនឥឡូវទៅមុខជាបន្តបាត់ពីសំណាក់ក្រុមជម្រើសជាតិហូឡង់ឱកាសរបស់ហូឡង់លើកជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់ Kulen Gaming សាជាថ្មីឥឡូវនេះយើងទៅទស្សនាការប្រកួតបាទរវាងក្រុមជម្រើសជាតិជប៉ុនត្រូវប៉ះគ្នាបាទជាមួយនឹងក្រុមជម្រើសជាតិហូឡង់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026ឥឡូវនេះការប្រកួតបាទនឹងចាប់ផ្ដើមនាពេលបន្តិចទៀតនេះសាមរ៉ៃជប៉ុនបាទត្រូវជួបជាមួយនឹងម៉ាច់រាជទឹកក្រូចហូឡង់វត្តមានកីឡាករទាំងពីរក៏ត្រៀមបាទធ្វើដំណើរចូលមកកាន់ទីលានប្រកួតផងដែរសម្រាប់បងប្អូនដែលកំពុងទៅតាមដានទស្សនាមិនកុំភ្លេចជួយ follow បាទម្នាក់មួយផងឥឡូវនេះវត្តមានកីឡាករទាំងពីរក្រុមក៏បានធ្វើដំណើរចូលមកកាន់ទីលានប្រកួតអ្នកគ្រប់គ្រងបាទរបស់ក្រុមទាំងពីរកំពុងតែសប្បាយបាទជាមួយនឹងការប្រកួតរបស់ក្រុមរបស់ខ្លួនឥឡូវយើងទៅទស្សនាការគោរពភ្លេងជាតិបាទរបស់ក្រុមជម្រើសជាតិហូឡង់ឥឡូវនេះការគោរពភ្លេងជាតិបាទរបស់ក្រុមជម្រើសជាតិហូឡង់ក៏បានបញ្ចប់យើងទៅទស្សនាការគោរពភ្លេងជាតិរបស់ក្រុមជម្រើសជាតិជប៉ុនការប្រោភ្លេងជាតិបាទរបស់ក្រុមជម្រើសជាតិទាំងពីរក៏បានបញ្ចប់វត្តមានកីឡាករទាំងពីរក៏ធ្វើការចាប់ដៃស្វាគមន៍គ្នាមុននឹងការប្រកួតចាប់ផ្ដើមឥឡូវយើងទៅទស្សនាសមាជិក11នាក់បាទរបស់ជប៉ុនមានអ្នកចាំទីបាទស៊ូស៊ូគីបាទគណៈដែលខ្សែការពារបាទមានកីឡាករអ៊ីតូបាទកីឡាករសេហ្គូនិងអ៊ីតាគូរ៉ាគណៈដែលខ្សែបំរើបាទមានកីឡាករអេនដូនិងកីឡាករតាណាកាខណៈដែលខ្សែបំរើប្រយុទ្ធបាទមានកីឡាករម៉ាអេដាបាទកីឡាករគូបូបាទកាម៉ាដាជាមួយនឹងដូអានខណៈដែលប្រយុទ្ធកណ្ដាលបាទគឺកីឡាករអ៊ុយអេដានេះជាសមាជិកបាទកីឡាករបំរុងបាទរបស់ជប៉ុនឥឡូវយើងទៅទស្សនាអំពី11អ្នកដំបងបាទរបស់ហូឡង់មានអ្នកចាំទីបាទកីឡាករ Butwer Bruggen បាទហើយខ្សែការពារបាទរបស់ហូឡង់មានកីឡាករ Nathan Ake Virgil van Dijk បាទ Martin de Roon និងកីឡាករ Gertruida គណៈដែលខ្សែបំរើក៏ដូចជាបំរើប្រយុទ្ធមាន Doniel Valen បាទ Ryan Gravenberch បាទ Cody Gakpo បាទ Frankie de Jong ជាមួយនឹងកីឡាករ Tijani Ranger គណៈដែលខ្សែប្រយុទ្ធបាទកណ្ដាលបាទគឺកីឡាករ Memphis Depay នេះជាសមាជិកបាទបំរុងបាទរបស់ក្រុមជម្រើសជាតិហូឡង់បើសិនជាការអធិប្បាយមិនត្រូវ pronunciation អីក៏សូមអធិស្ឋានពីពុកម៉ែពូមីងបងប្អូនយើងបាទនេះបាទ11រូបបាទរបស់ក្រុមទាំងពីរបាទជប៉ុនលេងទម្រង់ 3-2-4-1 គណៈដែលហូឡង់បាទលេងទម្រង់ 4-2-3-1 ហើយលើការប្រកួតបាទនឹងចាប់ផ្ដើមនាពេលបន្តិចទៀតនេះគួរបញ្ជាក់ផងដែរថាការប្រកួតបាទយប់នេះបាទគឺម៉ោង 3 នៅព្រឹត្តិការណ៍ World Cup នៅក្នុង Pool F កុំភ្លេចតាមដានទស្សនាទាំងអស់គ្នាឥឡូវនេះបាល់ត្រៀមការដោយក្រុមជម្រើសជាតិជប៉ុនដែលមានឯកសណ្ឋានអាវខៀវខោសឥឡូវបាល់គ្រប់គ្រងដោយក្រុមជម្រើសជាតិជប៉ុនសេកូបញ្ជូនឲ្យអ៊ីតាគូរ៉ាបញ្ជូនមកស្លាប់ស្ដាំឲ្យដូអានទម្លាក់ទៅខាងក្រោយបន្តិចបញ្ជូនមកដល់អេនដូក៏បញ្ជូនឲ្យអ៊ីតូសម្លឹងទៅស្លាប់ខាងឆ្វេងម៉ាអេដាត្រង់នេះយកបាល់បានពីហូឡង់ក៏គ្រប់គ្រងបាល់ជាបន្ត Memphis Depay បញ្ជូនឲ្យ Ranger ឱកាសរបស់ហូឡង់ Memphis Depay សុទ្ធត្រង់នេះបានត្រឹមតែគៀបាទទៅនឹងទីបាទរបស់ក្រុមជម្រើសជាតិជប៉ុនសាមរ៉ៃជប៉ុននេះឱកាសបិញនេះបាទ Memphis Depay សុទ្ធទៅក៏បាល់ក្បែរទៅនឹងទីបាទរបស់ជប៉ុន
ឥឡូវបាល់ទាត់ចេញបាត់ពីអ្នកចាំទីរបស់ជប៉ុនបញ្ជូនមកខាងលើក៏ទម្លាក់មកខាងក្រោយពីក្រុមជម្រើសជាតិហូឡង់ណាថានអាកេបញ្ជូនមកដល់កីឡាករវ៉ាប្រូហ្គេនដែលជាអ្នកចាំទីបញ្ជូនមកដល់វ៉ាន់ដេកបាញ់លេងមកខាងលើឱកាសបាត់របស់ហូឡង់បាទកីឡាករម៉ាឡែនប៉ុន្តែបាល់ចេញទៅខាងក្រៅបាល់បោះទូបាទពីក្រុមមច្ចរាជទឹកក្រូចហូឡង់បាទគួរបញ្ជាក់ផងដែរថាក្រុមទាំងពីរធ្លាប់ជួបគ្នា3លើកការប្រកួតមិត្តភាព2លើកនិងការប្រកួត World Cup 1លើកធ្លាប់ជួបគ្នានៅ World Cup គឺជប៉ុនបាទចាញ់ហូឡង់1-0កាលពី World Cup 2010ឥឡូវទស្សនាឱកាសជប៉ុនតែមួយក្បាលបោកនឹងរបាទីអូយឱកាសបេញនេះបាទពីជប៉ុនឥឡូវទៅបុកជាបន្តពីជប៉ុនតែទៅមិនផុតពីខ្សែការពារបាទរបស់ហូឡង់ឡើយបញ្ជូនទៅស្លាបខាងឆ្វេងត្រង់នេះទាញមួយតែទៅមិនផុតឡើយបាល់គ្រប់គ្រងជាបន្តបាទពីហូឡង់កីឡាករហូឡង់បាទគឺមានខ្ពស់មែនទែនបាទនៅក្នុងតំបន់អឺរ៉ុបខណៈដែលជប៉ុនបានមកពីតំបន់អាស៊ីរបស់យើងបាទគឺកីឡាករមានល្អិតប៉ុន្តែជប៉ុននេះបាទគឺជាស្ដេចបាល់ទាត់ហើយនៅអាស៊ីឥឡូវយើងទស្សនាការប្រកួតទាញមួយបាទពីណាថានអាកេបញ្ជូនមកខាងក្រោយតែទៅមិនផុតបាល់គ្រប់គ្រងបាទដោយសាមរ័យជប៉ុនបញ្ជូនទៅស្លាបខាងឆ្វេងឲ្យម៉ាអេដាប្រើល្បឿនលឿនមែនទែនម៉ាអេដាលើកត្រង់នេះប៉ះនឹងខ្សែការពាររបស់ហូឡង់ក៏មិនជាបញ្ហាទម្លាក់មកខាងក្រោយបន្តិចគ្រប់គ្រងបាល់តាមដែលធ្វើបានសុទ្ធមួយជើងតែទៅមិនផុតពីហូឡង់ឡើយបាល់ត្រង់នេះលោកអញ្ញាកដាលជូនកាតលឿងបាទទៅដល់កីឡាកររបស់ជប៉ុនទៅហើយក្រោយពីការប៉ះទង្គិចបាទទៅលើកីឡាករម៉ាឡែនបាទរបស់ហូឡង់នេះការប៉ាបាទត្រង់នេះលោកអញ្ញាកដាលជូនកាតលឿងបាទទៅដល់កីឡាកររបស់ជប៉ុនបាទគឺកីឡាករអ៊ីតាគូរ៉ាឥឡូវនេះបាល់ទាត់បាទ free kick ពីហូឡង់ទៅគ្រប់គ្រងជាបន្តបាទពីក្រុមជម្រើសជាតិជប៉ុនគួរបញ្ជាក់ផងដែរថាបាទក្រុមទាំងពីរជួបគ្នា3លើកបាទជប៉ុនមិនដែលស្គាល់ពាក្យថាឈ្នះឡើយហូឡង់បាទឈ្នះ2លើកខណៈដែលស្មើគ្នា1លើកឥឡូវយើងទៅទស្សនាបាទឱកាសរបស់ហូឡង់បញ្ជូនមកស្លាបខាងស្ដាំសុទ្ធឆ្វេងចូលកូឌីកាប៉ូអូយកូឌីកាប៉ូបាទសុទ្ធបញ្ចូលទីបាទល្អមែនទែនបាទត្រង់នេះកូឌីកាប៉ូនេះបាទគឺជាខ្សែប្រយុទ្ធបាទរបស់លីវើពូលនេះយើងទៅទស្សនាការបញ្ជូនបាល់ល្អមែនទែនហើយក៏កាប់មួយជើងឆ្វេងបាទធ្វើឲ្យអ្នកចាំទីបាទរបស់ជប៉ុនកីឡាករស៊ូសូគីបាទមិនអាចសង្គ្រោះបាល់នេះបានឡើយស៊ូសូគីបានត្រឹមតែឈើមើលបាល់តែប៉ុណ្ណោះបន្ទាប់ពីការសុទ្ធដ៏ល្អបាទពីកីឡាករកូឌីកាប៉ូអូយ15នាទីសោះបាទហូឡង់កំពុងទៅនាំមុខបាទទៅលើជប៉ុន1-0ឥឡូវយើងបន្តទស្សនាការប្រកួតរបស់យើងជាបន្តបាល់ជាប់ជើងដោយជប៉ុនបញ្ជូនទៅស្លាបខាងឆ្វេងឲ្យម៉ាអេដាក៏សម្លឹងមកស្លាបខាងស្ដាំឲ្យដូអានត្រង់នេះលោកអញ្ញាកដាលក៏ពិន័យជូនកាតលឿងមកទៅដល់វ៉ាជីលវ៉ាន់ដេកទៅហើយក្រោយពីការបាទប៉ះទង្គិចគ្នាបាទទៅលើកីឡាករខ្សែប្រយុទ្ធបាទរបស់ជប៉ុនក៏ឲ្យកែងបាទទៅលើកីឡាករអ៊ុយអេដាអាយ៉ាសេអ៊ុយអេដាបេញនេះឥឡូវយើងទៅទស្សនាបាល់ free kick បាទពីដូអានបញ្ជូនខ្លីៗទម្លាក់ឲ្យដូអានសារជាថ្មីសុទ្ធមួយជើងតែទៅមិនផុតបាទពីកាវិនបឺតបាទដែលជាខ្សែប្រយុទ្ធអធិស្ឋានខ្សែបម្រើបាទរបស់លីវើពូលឥឡូវទស្សនាការប្រកួតជាបន្តរិនជដាល់ត្រង់នេះទៅមិនផុតក៏គ្រប់គ្រងបាល់ពីកីឡាកររបស់ជម្រើសជាតិជប៉ុនម៉ាអេដាបញ្ជូនមកត្រង់នេះមិនបានល្អក៏លេងជាបន្តបាទពីក្រុមហូឡង់បញ្ជូនបាល់ល្អមែនទែនបាទ1-2ក្រោយពីការនាំមុខបាទទៅលើជប៉ុនឥឡូវទស្សនាការប្រកួតជាបន្តបញ្ជូនទៅស្លាបខាងឆ្វេងទប់មួយបាទពីក្រុមជម្រើសជាតិជប៉ុនសម្លឹងមើលគ្នាតែទៅមិនផុតក៏ទម្លាក់មកខាងក្រោយបាទពីក្រុមជម្រើសជាតិហូឡង់លេងបាទទៅលើជាបន្តហូឡង់ក៏សម្លឹងមកស្លាបខាងស្ដាំឲ្យរ៉េនជដាល់ទី1ល្អមែនទែនរ៉េនជដាល់បញ្ជូនឲ្យម៉ែមភីដេផាយឲ្យរ៉េនជដាល់ឲ្យដេផាយតែទៅមិនផុតឡើយក៏
ទម្លាក់បាល់បន្តិចបាទពីក្រុមជម្រើសជាតិជប៉ុនឱកាសរបស់ហូឡង់ត្រង់នេះឱកាសរបស់ហូឡង់តែទៅមិនផុតឡើយក៏ឃ្លាបាល់បានបាទពីក្រុមជម្រើសជាតិជប៉ុនលេងបាទជាបន្តបាទពីហូឡង់រិនជដាត្រង់នេះទាញមួយល្អមែនទែនរិនជដាគោចាមែនទែនបាទកីឡាករទីចាំនេះរិនជដាបាទរបស់ហូឡង់បាទសុទ្ធបញ្ចូលទីនេះយើងទៅទស្សនារូបភាពយឺតទីមួយហើយក៏សុទ្ធជើងឆ្វេងភឹងតែម្ដងអ្នកចាំទីបាទស៊ូស៊ូគីបាទរបស់ជប៉ុនមិនអាចបាទសង្គ្រោះបាល់នេះឡើយនេះការញាក់មួយល្អមែនទែនបាទពីកីឡាករទីចាន់នីរិនជដាបាទរបស់ហូឡង់សុទ្ធមួយជើងឆ្វេងត្រង់នេះអ្នកចាំទីបាទជប៉ុនមិនអាចសង្គ្រោះបាល់នេះបានឡើយ2-0ត្រឹមតែ26នាទីនៅក្នុងវគ្គទី1ឥឡូវយើងបន្តទៅទស្សនាការប្រកួតបាទរបស់យើងជាបន្តប្រិមិត្តបាទយប់នេះបាទកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាឥឡូវឱកាសជប៉ុនវិញម្ដងឱកាសរបស់ជប៉ុនលើកហើយក៏តែបាល់នេះយ៉ាងណាយ៉ាងណីចេះដូចជាជំហរក្រៅលបែងបាទទៅលើខ្សែប្រយុទ្ធបាទរបស់ជប៉ុននេះគាត់រត់ចេញបាទមុនកីឡាករវ៉ាន់ដេកចឹងទៅធ្វើឲ្យលោកអញ្ញាកណ្ដាលបាទពីនៃបាទគឺបាល់នេះជំហរក្រៅលបែងបាល់ទាត់ free kick បាទទៅលើបាទពីអ្នកក្រុមជម្រើសជាតិហូឡង់បាទទាត់ដោយអ្នកចាំទីបាទរបស់ហូឡង់ឥឡូវយើងបន្តតាមដានទស្សនាការប្រកួតយើងជាបន្តបញ្ជូនមកត្រង់នេះតុបមួយល្អមែនទែនម៉ាអេដាសម្លឹងមើលគ្នាម៉ាអេដាក៏បញ្ជូនមកស្លាប់ខាងស្ដាំឲ្យដូអានតែមិនផុតពីខ្សែការពាររបស់ហូឡង់លេងជាបន្តបាទពីហូឡង់ទម្លាក់មកខាងក្រោយបន្តិចម៉ែមភីឌីផាយទម្លាក់មកខាងក្រោយឲ្យវ៉ាន់ដេកដែលជាប្រធានក្រុមនៅក្នុងថ្ងៃនេះបញ្ជូនមកណាថានអាកេក៏សម្លឹងមកស្លាប់ខាងឆ្វេងឲ្យម៉ាឡិនល្អមែនទែនបញ្ជូនឲ្យម៉ែមភីឌីផាយតែទៅមិនផុតឡើយក៏ទម្លាក់មកអ្នកចាំទីបាទរបស់ជប៉ុនលេងមួយតាមដែលអាចធ្វើបានគ្រប់គ្រងស្ថានភាពបើនិយាយពីមៀតបាទនៅអាស៊ីយើងគឺមៀតល្អិតបាទប៉ុន្តែបច្ចេកទេសក៏ដូចជាតាក់ទិកនៅក្នុងការលេងគឺល្អមែនទែនបាទសម្រាប់ក្រុមជម្រើសជាតិជប៉ុនគណៈដែលហូឡង់បាទដឹងស្រាប់ហើយបាទលេងបាល់លើគឺល្អដោយសារតែក្រុមបាទកីឡាករនៅអឺរ៉ុបបាទគឺមៀតខ្ពស់បាទបើយើងលេងជាមួយនឹងអាស៊ីបាទបើលេងបាល់ទៀតដូចគ្នាគឺមិនឈ្នះអាស៊ីទេប៉ុន្តែទាំងមៀតក៏ដូចជាកាយសម្បទាបាទរបស់អឺរ៉ុបបាទគឺល្អមែនទែនឥឡូវឱកាសបាទរបស់ហូឡង់តែមិនផុតឡើយជប៉ុនកំពុងតែគ្រប់គ្រងបាល់បញ្ជូនមកឲ្យគូបូបញ្ជូនមកខាងលើត្រង់នេះបញ្ជូនទៅស្លាប់ខាងឆ្វេងហើយក៏សម្លឹងមកខាងស្ដាំបញ្ជូនមិនបានល្អបាល់គ្រប់គ្រងដោយជប៉ុនក៏មកដល់ជើងខ្សែការពារបាទរបស់ហូឡង់ជាបន្តណាថានអាកេបែរមកស្លាប់ខាងឆ្វេងបែរខាងត្រង់នេះមិនបានល្អក៏យកបាល់បានពីជប៉ុនជាបន្តបញ្ជូនមកខាងលើសម្លឹងទៅស្លាប់ខាងឆ្វេងល្អមែនទែនត្រង់នេះទៅមិនផុតបាត់ពីក្រុមជម្រើសជាតិហូឡង់ឡើយបាល់ជាប់ជើងដោយកីឡាកររបស់ហូឡង់បញ្ជូនមកស្លាប់ខាងស្ដាំឲ្យរិនដាបញ្ជូនឲ្យម៉ែមភីឌីផាយតែមិនផុតឡើយក៏បញ្ជូនមកស្លាប់ខាងឆ្វេងឲ្យម៉ាអេដាបញ្ជូនមកត្រង់នេះតែមួយក្បាលបាទពីវ៉ាន់ដេកគ្រប់គ្រងបាល់ដោយ Frankie de Jong បញ្ជូនមកស្លាប់ខាងឆ្វេងបាទឲ្យដូលីយ៉ែលបាទកីឡាករដូលីយ៉ែលម៉ាឡែនឥឡូវបន្តទស្សនាការប្រកួតយកបាល់បានមកពីក្រុមជម្រើសជាតិជប៉ុនប្រើល្បឿនលឿនមែនទែនត្រង់នេះអូបាល់មិនបានល្អទេបាទធ្វើឲ្យខ្សែការពារបាទរបស់ហូឡង់បាទទៅយកបាល់នេះបានឥឡូវ Frankie de Jong បញ្ជូនឲ្យបាទ Gravenberch បាទបាញ់លេងជាបន្តបាទពីក្រុមជម្រើសជាតិហូឡង់ណាថានអាកេទម្លាក់ឲ្យវ៉ាន់ដេកក៏បញ្ជូនឲ្យដេមីរូនលេងបាទជាបន្តសម្លឹងមកស្លាប់ខាងស្ដាំឱកាសរបស់ម៉ាជេរីទឹកក្រូចហូឡង់ឱកាសរបស់ហូឡង់ចូលកណ្ដាលសុទ្ធឆ្វេងត្រង់នេះឱកាសរបស់ហូឡង់ចូល3-0ដូនីកីឡាករបាទដូនីយ៉ែលម៉ាឡិនល្អមែនទេនេះការសុទ្ធត្រង់នេះហើយក៏សង្គ្រោះបាល់បានពីអ្នកចាំទីហើយក៏បន្ថែមមួយទៀតបាទពីសំណាក់ខ្សែប្រយុទ្ធម៉ាឡិនបាទ
ធ្វើឲ្យអ្នកចាំទីមិនអាចសង្គ្រោះបាល់នេះបានឡើយផឹងដែរម្ដង3-0ពីសំណាក់កីឡាករដូនីយ៉ែលវ៉ាឡិនម៉ាច់រីកទឹកក្រូចហូឡង់បាននាំមុខបាត់ទៅលើសាមរ៉ៃជប៉ុនដោយលទ្ធផល3-0នៅក្នុងវគ្គទី1អូយ៉ាងណាយ៉ាងណីចេះបាទប៉ុន្តែយើងចាំមើលការប្រកួតយប់នេះទាំងអស់គ្នាបាទតើហូឡង់ឬក៏ជប៉ុនប៉ុន្តែសម្រាប់ខ្ញុំបាទនឹងគឺគ្រប់ត្រូលបាទក្រុមនៅអាស៊ីយើងបាទសង្ឃឹមថាជប៉ុនបាទនឹងធ្វើបានល្អនារាត្រីនេះចុះបងប្អូនវិញបាទយល់យ៉ាងណាដែរខណៈដែលការប្រកួតនៅក្នុងវគ្គទី1បាទ45នាទីម៉ោងបន្ថែមមានចំនួន2នាទីឱកាសរបស់ជប៉ុនសឹកមួយជើងត្រង់នេះអ្នកចាំទីបាទរបស់ហូឡង់បាទសង្គ្រោះបាល់នេះបានល្អមែនទែនបាទកីឡាករបាត់ប្រូហ្គិនបាទត្រង់នេះសុទ្ធមួយជើងប៉ុន្តែបាល់បានទាត់ចេញពីជ្រុងដោយក្រុមជម្រើសជាតិជប៉ុនឥឡូវយើងទៅទស្សនាបាល់ទាត់ចេញពីជ្រុងបាទពីសំណាក់កីឡាករដូអានរបស់ជប៉ុនលើកមកខាងលើហើយក៏តែត្រង់នេះបន្តិចតែចេញតែទម្លាក់មកខាងក្រោយឱកាសរបស់ជប៉ុនបញ្ជូនមកខាងលើក៏ឃ្លាផ្ដាច់បាទពីក្រុមជម្រើសជាតិហូឡង់ម៉ោងក៏ជិតនឹងអស់ផងដែរលោកអញ្ញាកដាលក៏បានសម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅក្នុងវគ្គទី1 45នាទីនៅក្នុងវគ្គទី1បាទគឺក្រុមជម្រើសជាតិជប៉ុន0ក្រុមជម្រើសជាតិហូឡង់3ប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីកុំភ្លេចតាមដានទស្សនាការប្រកួតវគ្គទី2ទាំងអស់គ្នាថាតើជប៉ុនបាទអាចវិបកឬក៏តាមស្មើបាទទៅលើក្រុមជម្រើសជាតិហូឡង់បានឬក៏យ៉ាងណាឬក៏ម៉ាច់រីកទឹកក្រូចហូឡង់បាទជាអ្នកសុទ្ធបន្ថែមឥឡូវនេះវត្តមានកីឡាករទាំងពីរក៏បានធ្វើដំណើរចូលមកកាន់ទីលានប្រកួតក៏ផងដែរហើយបាល់ត្រៀមកែដោយក្រុមម៉ាច់រីកទឹកក្រូចហូឡង់បាល់កែដោយក្រុមបាទម៉ាច់រីកទឹកក្រូចហូឡង់បញ្ជូនមកកដាលម៉ែមភីឌីផាយឱកាសរបស់ហូឡង់តែមិនផុតឡើយអ៊ីតូបញ្ជូនឲ្យអេនដូឲ្យបាទមិត្តរួមក្រុមជាបន្តកាម៉ាដាត្រង់នេះទៅមិនផុតក៏យកបាល់បានបាទពីហូឡង់បញ្ជូនមកត្រង់នេះរិនចដតែមិនផុតបាទពីសំណាក់កីឡាកររបស់ជប៉ុនឡើយបញ្ជូនបាល់មិនបានល្អក៏គ្រប់គ្រងបាល់បាទពីជម្រើសជាតិហូឡង់ហើយបងប្អូនយប់នេះបាទគិតថាប្រមាណដែរបាទសម្រាប់ខ្ញុំបាទយល់ថាការប្រកួតយប់នេះអាចនឹងស្មើគ្នាគណៈដែលក្រុមទាំងពីរបាទគឺធ្លាប់ស្មើគ្នាម្ដងបាទហើយហូឡង់ឈ្នះ2ដងគឺការប្រកួតមិត្តភាពបាទកាលពីឆ្នាំ2008បាទហូឡង់ឈ្នះ3-0ខណៈដែលការប្រកួត World Cup កាលពីឆ្នាំ2010បាទគឺហូឡង់ឈ្នះជប៉ុន1-0ខណៈដែលការប្រកួតមិត្តភាពបាទចុងក្រោយបាទនៅឆ្នាំ2013បាទគឺហូឡង់បាទស្មើគ្នាជាមួយនឹងជប៉ុន2-2ប៉ុន្តែសម្រាប់យប់នេះបាទខ្ញុំបាទគិតថាអាចនឹងស្មើគ្នាបើគិតពីសមាសភាគក៏ដូចជាតាក់ទិកនៅក្នុងការលេងបាទរបស់ក្រុមជម្រើសជាតិជប៉ុនក៏មិនធម្មតាដែរបើសិនជាយើងប្រៀបជាមួយនឹងអឺរ៉ុបដូចកាលពី World Cup 2018បាទជប៉ុនធ្វើបានល្អមែនទែនកាលពីប៉ះជាមួយនឹងបែលហ្សិកបាទឥឡូវយើងមកទស្សនាការប្រកួតបាទរបស់យើងជាបន្តលោកអញ្ញាកដាលពីនៃបាទទៅលើខ្សែការពារបាទរបស់ក្រុមជម្រើសជាតិហូឡង់ទៅហើយកីឡាករដឺរ៉ូនបាទម៉ាទិនដឺរ៉ូននឹងបាទការប៉ះទង្គិចគ្នាបាទទៅលើកីឡាកររបស់ជប៉ុនឥឡូវទស្សនាបាល់ free kick បាទពីដូអានបញ្ជូនឲ្យមិត្តរួមក្រុមហើយក៏សុទ្ធប៉ុន្តែទៅមិនផុតបាទពីខ្សែការពារបាទរបស់ហូឡង់ឡើយលេងជាបន្តគ្រប់គ្រងបាល់ពីជប៉ុនសម្លឹងមកស្លាប់ខាងឆ្វេងបញ្ជូនបាល់ត្រង់នេះមិនបានល្អទេបាទពីសំណាក់កីឡាករម៉ាអេដាឥឡូវជាប់ជើងដោយ frame ម៉ែមភីឌីផាយត្រង់នេះលេងមិនបានល្អក៏គ្រប់គ្រងបាល់ពីហូឡង់ស្លាប់មែនទែនបាទឱកាសរបស់ហូឡង់ម៉ែមភីឌីផាយសុទ្ធមួយជើងត្រង់នេះទៅមិនផុតបាទពីអ្នកចាំទីរបស់ជប៉ុនទេឥឡូវលេងជាបន្តបាទពីសំណាក់ក្រុមហូឡង់គ្រប់គ្រងបាល់ល្អមែនទែនបាទសម្រាប់ហូឡង់នារាត្រីនេះឥឡូវបន្តទស្សនាការប្រកួតបញ្ជូនមកសម្លឹងមកស្លាប់ខាងឆ្វេងតែបាល់នេះចេញទៅខាងក្រៅជប៉ុនមិនទៅយកបាល់ទេឥឡូវបាល់លេងបាទពីស៊ូស៊ូគីបាទអ្នកចាំទីរបស់ជប៉ុនបញ្ជូនចូលកដាលឲ្យសេកូសម្លឹងមើលគ្នាបញ្ជូនឲ្យអេនដូក៏បញ្ជូនឲ្យអ៊ីតូសម្លឹងមើលទៅស្លាប់ខាងស្ដាំក៏បញ្ជូនឲ្យដូអានតែទៅមិនផុតឡើយបាល់គ្រប់គ្រងដោយកាកប៉ូ
កាកពោត្រង់នេះឱកាសបាទរបស់ហូឡង់ក៏លេងមួយតាមដែលអាចធ្វើបានដើម្បីគ្រប់គ្រងស្ថានភាពព្រោះថាកាលណានាំមុខ3-0បាទគឺហូឡង់កំពុងតែមានព្រៀបបាទនៅក្នុងការប្រកួតនេះឥឡូវជប៉ុនកំពុងតែរៀបចំយុទ្ធសាស្ត្រក៏ដូចជា build up team ឡើងវិញដើម្បីរកគ្រាប់បាល់បាទទៅលើក្រុមជម្រើសជាតិហូឡង់បញ្ជូនមកខាងលើត្រង់នេះសម្លឹងមើលគ្នាក៏បញ្ជូនទៅស្លាបខាងស្ដាំហើយក៏លើកតែចេញពីខ្សែការពាររបស់ហូឡង់បញ្ជូនមកខាងលើទម្លាក់បន្តិចឲ្យ Rangers តែទៅមិនផុតពីខ្សែការពារជប៉ុនក៏ព្យាយាមសម្រុកទៅមុខជាបន្តតែទៅមិនផុតពីហូឡង់ឡើយ Rangers បញ្ជូនឲ្យកាកពោនេះគឺជាអ្នកសុតគ្រាប់បាល់មកគ្រាប់បាត់ឲ្យហូឡង់ផងដែរនៅក្នុងការប្រកួតនេះឥឡូវបន្តទស្សនាបាល់ជាប់ជើងដោយបាទកីឡាករកាម៉ាដាសម្លឹងទៅស្លាបខាងស្ដាំត្រង់នេះទៅមិនផុតឡើយទម្លាក់មកដល់អ្នកចាំទី Ward បាទ Bruggen បញ្ជូនមកកដាលត្រង់នេះលេងជាបន្តទៅឲ្យ Malen សម្លឹងទៅខាងឆ្វេងឲ្យ Ake បញ្ជូនឲ្យ Gravenberch អធិស្ឋានបាទគឺកីឡាករ Gravenberch បាទបើសិនជាអាន pronunciation ខុសអីបាទក៏សូមអធិស្ឋានផងពុកម៉ែពុកមីងបងប្អូនដោយសារតែខ្ញុំបាទនេះមិនមែនជាអ្នកអត្ថាធិប្បាយអាជីពទេឥឡូវនេះបាទកីឡាករកាកពោក៏បានដូរចេញបាទជំនួសវិញដោយបាទខ្សែប្រយុទ្ធថ្មីមួយរូបបាទរបស់ហូឡង់ផងដែរបាល់ជាប់ជើងដោយក្រុមជម្រើសជាតិជប៉ុនខណៈដែលស្ថិតិនៃការគ្រប់គ្រងបាល់បាទគឺហូឡង់ 58% ជប៉ុន 42%ឥឡូវបាល់ជាប់ជើងដោយម៉ាអេដាបញ្ជូនទៅស្លាបខាងស្ដាំតែទម្លាក់មកខាងក្រោយបន្តិចត្រង់នេះបញ្ជូនបាល់មិនផុតបាទពីហូឡង់ឡើយឱកាសជាបន្តពីជប៉ុនម៉ាអេដាសម្លឹងមើលគ្នាក៏បញ្ជូនមកខាងក្រោយសុកមួយជើងតែបាល់នេះមិនជាបញ្ហាឡើយបាទមិនជាបញ្ហាឡើយហើយបងប្អូនដែលកំពុងទៅតាមដានទស្សនាបាទកុំភ្លេចទស្សនាបាទនារីត្រីនេះបាទហើយរាត្រីនេះបាទក៏មានអាល់ឡម៉ង់ផងដែរបាទនៅវេលាម៉ោង12បាទយប់នេះបាទកុំភ្លេចតាមដានទស្សនាបាទសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិអាល់ឡម៉ង់បាទនារីត្រីនេះប៉ះជាមួយនឹងក្រុមជម្រើសជាតិបាទគូរ៉ាសាវបាទគឺអាល់ឡម៉ង់ប៉ះជាមួយនឹងក្រុមជម្រើសជាតិគូរ៉ាសាវដែលជាការប្រកួតពូល E បាទនៅវេលាម៉ោង12យប់នេះបាទកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាផងហើយគណៈដែលម៉ោង3បាទគឺជប៉ុនលេងជាមួយនឹងហូឡង់បាទប្រិយមិត្តយើងដែលជា fan បាទរបស់ក្រុមជប៉ុនឬក៏ក្រុមម៉ាចរីទឹកក្រូចបាទកុំភ្លេចជួយ comment ម្នាក់មួយហើយប្រាប់ពីទស្សនៈរបស់ពុកម៉ែពុកមីងបងប្អូនផងបាទសម្រាប់ការប្រកួតយប់នេះបាទខ្ញុំបាទគិតថាស្មើគ្នាចុះបងប្អូនវិញយល់យ៉ាងណាដែរបាទហើយបងប្អូនដែលមិនទាន់បានសៀបាទកុំភ្លេចជួយបាទសៀម្នាក់ពីរផងហើយវត្តមានរបស់ពុកម៉ែពុកមីងបងប្អូនគឺជាកម្លាំងចិត្តដ៏ធំធេងបាទសម្រាប់ខ្ញុំបាទនៅក្នុងការអត្ថាធិប្បាយសប្បាយជូនបងប្អូនទស្សនាបាទហើយក៏ជាការកំសាន្តក៏ដូចជាផ្ដល់ជូននៅព័ត៌មានបាទកីឡាតាមដែលអាចធ្វើទៅបានឥឡូវបន្តទស្សនាការប្រកួតរបស់យើងនៅក្នុងទីលានវិញម្ដងត្រង់នេះលោកអញ្ញាកដាលក៏ពីនៃបាទទៅលើកីឡាករខ្សែការពីអធិស្ឋានកីឡាកររបស់ហូឡង់ទៅហើយបាទក្រោយពីការប៉ះទង្គិចបាទទៅលើកីឡាកររបស់ជប៉ុនបាទគឺពីនៃ Gravenberch បាទឥឡូវបាល់ត្រៀមទាត់ដោយកីឡាករអ៊ីតាគូរ៉ាបញ្ជូនមកឲ្យបាត់ខ្សែប្រយុទ្ធខាងលើតែទៅយកបាល់បានមកពីក្រុមជម្រើសជាតិហូឡង់បញ្ជូនមកឲ្យបាទDumfriesនេះបាទគឺជាខ្សែការពារដ៏ឆ្នើមរូបបាទដែលគេរំពឹងថា Dumfries បាទនឹងមកចូលរួមបាទជាមួយនឹង Real Madrid បាទក្រោមការដឹកនាំបាទរបស់លោក Jose Mourinho ឥឡូវយើងមកទស្សនាឱកាសរបស់ជប៉ុនតែទៅមិនផុតបាទពីខ្សែការពារបាទរបស់ហូឡង់ឡើយបាល់លេងជាបន្តបញ្ជូនមក Dumfries ត្រង់នេះមិនបានល្អក៏មិនជាបញ្ហាគ្រប់គ្រងបាល់ជាបន្ត Frankie de Jong ទម្លាក់មកខាងក្រោយបញ្ជូនមកខាងលើ Dumfries សាជាថ្មី Dumfries ល្អមែនទែន Dumfries ទៅមុខជាបន្ត Dumfries ទីញហើយក៏បញ្ជូនមកត្រង់នេះឃ្លៀផ្ដាច់បាត់ពីក្រុមជម្រើសជាតិជប៉ុនទម្លាក់មកខាងក្រោយបន្តិចបាទឲ្យកីឡាករ Gertruida ឥឡូវឱកាសបាទរបស់ហូឡង់តែទៅមិនផុតឡើយបាល់ជាប់ជើងដោយក្រុមជម្រើសជាតិជប៉ុនទម្លាក់មកខាងក្រោយបន្តិច Malen ល្អមែនទែន Malen បញ្ជូនមកស្លាបខាងឆ្វេងទាញមួយក៏បញ្ជូនចូលកណ្ដាលឃ្លៀផ្ដាច់ពីខ្សែការពាររបស់ជប៉ុនឥឡូវទៅមុខជាបន្តបាទពីសំណាក់ក្រុមជម្រើសជាតិហូឡង់ឱកាសរបស់ហូឡង់លើកហើយក៏ឃ្លៀពីខ្សែការពាររបស់ជប៉ុនសាជាថ្មី
សុទ្ធមួយជើងត្រង់នេះប៉ះនឹងរបាទីហើយក៏ឃ្លាចេញជាបន្តឱកាសរបស់ហូឡុងក៏យកបាល់បានពីជប៉ុន87នាទីក៏ជិតនឹងអស់ផងដែរឱកាសសម្រុកទៅជាបន្តពីជប៉ុននៅចុងម៉ោងនេះបញ្ជូនមកត្រង់នេះទៅមិនផុតបាត់ពីវ៉ាន់ដេកឡើយលេងជាបន្តបាត់ពីសំណាក់ក្រុមជម្រើសជាតិហូឡុងបញ្ជូនឲ្យដូលីយ៉ែលម៉ាឡែនតែទៅមិនផុតក៏គ្រប់គ្រងបាល់ពីជប៉ុនបញ្ជូនត្រង់នេះមិនបានល្អឱកាសរបស់ហូឡុងល្អមែនទែនម៉ាំភីឌីផាយបញ្ជូនឲ្យម៉ាឡែនត្រង់នេះទី1ល្អមែនទែនម៉ាឡែនត្រង់នេះទាត់ស្លាយលោកអញ្ញាកដាលមិនទាន់ពីនៃបាល់ឱកាសរបស់ហូឡុងលេងបាត់ទៅមុខជាបន្តគ្រប់គ្រងបាល់ដោយជប៉ុនខណៈដែលពេលវេលាក៏អស់ផងដែរលោកអញ្ញាកដាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយលទ្ធផលគឺក្រុមជម្រើសជាតិហូឡុងបានយកឈ្នះបាត់ទៅលើក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល3-0ប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីកុំភ្លេចតាមដានទស្សនាការប្រកួតយប់នេះបាត់នៅវេលាម៉ោង3រវាងហូឡុងនិងជប៉ុននៅក្នុងព្រឹត្តិការណ៍ FIFA World Cup នៅក្នុង Pool F ហើយបងប្អូនដែលកំពុងតាមដានទស្សនាបាទអរគុណមែនទែនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃបើសិនជាមានកន្លែងណាលើសលួសខ្វះខាតឬក៏មិនត្រឹមត្រូវអីក៏សូមអធិស្ឋានពីសំណាក់ពុកម៉ែពូមីងបងប្អូនដោយសារតែខ្ញុំបាទនឹងមិនមែនជាអ្នកអត្ថាធិប្បាយអាជីពអីទេគ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណនិងសូមជម្រាបលា